អំបិលជាងមួយខែបងប្អូនអំបិលឃើញថាជាងមួយខែមកនេះកិច្ចប្រជុំ RBC ដើម្បីឈានទៅរកដំណោះស្រាយព្រំដែនរួមមួយរវាងប្រទេសកម្ពុជាហើយនិងចៅសៀមលទ្ធផលឃើញថារកអត់ទាន់ឃើញចំណុចប្រសពចំណុចត្រូវគ្នាទេតែប៉ុណ្ណឹងបងប្អូនស្វែងយល់បានហើយថាគោលបំណងរបស់ពួកអាចៅសៀមវាចង់បានត្រឹមណាខ្ញុំគិតថាព្រោះតែលក្ខខណ្ឌហួសហេតុទើបអត់ត្រូវគ្នាជាក់ស្ដែងថ្ងៃទី4 ខែ 2 ម្សិលមិញនៅខាងអានសេះបងប្អូនឃើញហើយវាយកទូកុងតឺន័រទៅដាក់ខាងចូលអធិបតេយ្យរបស់កម្ពុជាឡើងជ្រៅថែមទៀតបងប្អូនមើលផែនទីខាងក្រោមហ្នឹងគឺពួកចៅសៀមវាយកទូកុងតឺន័រទៅដាក់ហ្នឹងដាក់តម្រូវតាមផែនទីຂະຫນាត1 លើ 50,000 របស់ចៅដែលវាគូសដោយខ្លួនឯងហើយបងប្អូនស្រឡឹងមើលទៅនោះអាបន្ទាត់សនៅខាងលើនោះហើយគឺជាខណ្ឌសីមាផែនទីសកលលោកផែនទីប្រទេសកម្ពុជាយើងតែចំណែកអាបន្ទាត់ខៀវហ្នឹងចំណែកអាបន្ទាត់ខៀវនោះអាខៀវនៅពីក្រោមហ្នឹងអាហ្នឹងគឺជាផែនទីដែលពួកចៅវាកំណត់យកដោយខ្លួនវាដែលវាយកទូកុងតឺន័រទៅដាក់ហើយទូកុងតឺន័រនោះអាឡាញចំណុចក្រហមដែលខ្ញុំដៅក្រហមញ៉ាប់រួចហ្នឹងជាចំណុចដែលពួកចៅសៀមវាដាក់ទូកុងតឺន័រដែលវាចង់បានតាមផែនទីរបស់វាដូច្នេះហើយទើបកិច្ចប្រជុំ RBC 3 ដងរយៈពេលជាង1ខែមកនេះអត់ទទួលបានលទ្ធផលត្រូវគ្នាទេស្របពេលគ្នាថ្ងៃម្សិលមិញនៅភូមិជោគជ័យក៏វាយកទូកុងតឺន័រទៅដាក់ខាងផ្លូវជាតិលេខ 58 ចំណុចបង្គោលគីឡូម៉ែត្រលេខ 21 ខាងចូលមកទឹកដីខ្មែរកាន់តែជ្រៅទៀតផងដែរហើយបងប្អូនសង្កេតត្រឡប់ក្រោយវិញមុននឹងវាធ្វើសកម្មភាពអ្វីមួយគឺវាតែងតែចោទប្រកាន់តែងតែទម្លាក់កំហុសមកលើខ្មែរថារំលោភបទច្បាញ់បំពានខាងនេះបំពានខាងនោះដើម្បីវាយកលេសធ្វើសកម្មភាពជាក់ស្ដែងថ្ងៃទី4ម្សិលមិញនៅអានសេះហើយនៅភូមិជោគជ័យបន្ទាប់ពីវាចោទប្រកាន់មកលើកម្ពុជាយើងថាទោះអាវុធចោទប្រកាន់មកលើកម្ពុជាយើងថាធ្វើលិនដ្ឋានរំលោភបទច្បាញ់បន្ទាប់មកវាយកទូកុងតឺន័រដាក់បន្ថែមទៀតសរុបសេចក្តីមកវិញការចរចាទ្វេភាគីជាង1ខែអត់បានលទ្ធផលថ្ងៃមុខទៀតបងប្អូនសង្ឃឹមដែរអត់